máy ơi chui ơi dùng hộp chi lôi kia nhóm mơ tay nhóm nhận bong cai này ấy chẳng á nè vô vô tới lên dương lên hiên tròn thật sọc tiền không mà cái một muộn mai thà chị ôi con nhóm muốn đi chơi từ vô tới ở hiên thật sọc kì bây giờ dương dư cà bạc dương bị bắn tục nó sọc mùi tiền Group ជំរាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំនៅក្នុងវីដេអូឃ្លីបថ្មីរបស់ខ្ញុំទៀតហើយទាំងពីរអ្នកប្រិយប្រពន្ធតែម្ដងនៅក្នុងថ្ងៃនេះបាទហើយខ្ញុំមានប្រធានបទមួយពាក់ព័ន្ធរឿងការរកស៊ីខាតជពាក់បំណុលគេហើយដាច់ខាតកុំទៅឲ្យឪពុកម្ដាយទៅខ្ចីបំណុលថែមបាទបងប្អូនប្រហែលអ្នកខ្លះដែលកំពុងតែខ្វះដើមទុនជពាក់បំណុលគេឥឡូវនឹងត្រូវការដើមទុនក្នុងការពង្រឹងអាជីវកម្មហើយគិតថាឲ្យឪពុកម្ដាយទៅខ្ចីបំណុលថែមបងប្អូនសូមបងប្អូនកុំធ្វើរឿងបែបហ្នឹងឲ្យសោះបើសិនជាបងប្អូនធ្វើរឿងបែបហ្នឹងបងប្អូននឹងវេទនាដូចខ្ញុំមែនតើបាទពួកខ្ញុំធ្លាប់ឆ្លងកាត់ធ្លាប់បានធ្វើហើយប៉ុន្តែអត់បានផលទេមានតែបង្កើតទុកទៅដល់អ្នកដែលជួយយើងទៅទៀតបាទអញ្ចឹងបងប្អូនខ្ញុំសូមការអនុញ្ញាតបន្តិចមុននឹងធ្វើការបកស្រាយពីបទពិសោធន៍កន្លែងនេះបាទសូមអនុញ្ញាតបង្ហាញឈ្មោះទៅដល់បងប្អូនអ្នកដែលអត់ទាន់ធ្លាប់ស្គាល់ខ្ញុំណាបាទប្រវត្តិរបស់ខ្ញុំអញ្ចឹងខ្ញុំឈ្មោះមានសវុតបាទភរិយារបស់ខ្ញុំឈ្មោះឆលស្រីផាហើយពួកយើងបានរៀបការជាមួយគ្នានៅឆ្នាំ2012បាទហើយយើងបានធ្វើការរៀងខ្លួនសន្សំលុយបាន$5000ខ្ញុំជាអាជីពម៉ាស៊ីនត្រជាក់ប្រពន្ធរបស់ខ្ញុំជាបុកកម្មកររោងចក្រហើយពួកយើងក៏បានធ្វើការរៀងខ្លួនទៅក៏បានលុយយើងសន្សំបាន$5000ពេលនោះច្រើនមែនទែនសម្រាប់ពួកខ្ញុំបាទឆ្នាំ2012រហូតមកដល់2015ហ្នឹងអញ្ចឹងក៏ពួកយើងមានគំនិតថាចង់មានអាជីវកម្មផ្ទាល់ខ្លួនអញ្ចឹងក៏បានសម្រេចចិត្តទៅរកទីតាំងមួយដើម្បីបើកអាជីវកម្មអញ្ចឹងខ្ញុំរកបាននៅគល់ស្ពានព្រែកសម្រោងកែងកាក់ក្បាលក្រហមក្រុងតាខ្មៅនៅកែងស្តុបតលុនបងប្អូនស្គាល់ទេនៅតាខ្មៅកែងស្តុបតលុនណាកាលឆ្នាំ2015គឺខ្ញុំបើកមុនគេនៅទីនោះបាទអញ្ចឹងហើយខ្ញុំបានដំណើរការអាជីវកម្មបានតែមួយឆ្នាំទេខ្ញុំបានក៏ខ្សែធនត្រឡប់ទៅវិញដោយសារតែខ្ញុំអត់ដឹងពីរបៀបគិតរបៀបធ្វើអាជីវកម្មហើយកំសោយនៃការខ្វះខាតនៃដើមទុនធ្វើឲ្យខ្ញុំខ្សែធនបិទអាជីវកម្មនោះត្រឡប់ទៅវិញបាទអញ្ចឹងបងប្អូនបន្ទាប់ពីខ្ញុំបិទអាជីវកម្មលក់ម៉ាស៊ីនត្រជាក់នឹងហើយខ្ញុំក៏បានផ្លាស់ប្ដូរមុខរបរទៅធ្វើការងារទឹកការងារភ្លើងការងារម៉ាស៊ីនត្រជាក់គេហៅថាម៉ៅខុនដូបាទគេហៅថាធ្វើការងារ MVP បាទឈានទៅដល់ម៉ៅការងារសំណង់ធ្វើការងារពីដានលាបថ្នាំបាទលក់ពោះគោទឹកប្រហុកចូលធ្វើទីផ្សារបណ្ដាញជាដើមបាទប៉ុន្តែជាអកុសលរយៈពេល5ឆ្នាំពួកខ្ញុំបានព្យាយាមធ្វើការដល់2ដណ្ដប់មុខធ្វើចុះធ្វើឡើងជាប់បំណុលគេកាន់តែធ្ងន់ថ្ងៃមួយគឺខ្ញុំគាំងខ្លាំងមែនទែនត្រូវគេផុសនៅក្នុងបណ្ដាញសង្គម Facebook ផងត្រូវគេប្តឹងផងអញ្ចឹងក៏ពួកយើងក៏បានសម្រេចចិត្តទៅធ្វើការនៅក្នុងប្រទេសថៃបាទហើយយើងក៏បានធ្វើប៉ាសពតទៅដើម្បីគេហៅថារត់ចោលស្រុកបាទបងប្អូននេះគឺជាគំនិតគិតខុសរបស់ខ្ញុំប៉ុន្តែជាលទ្ធផលมันអាចជួយអ្វីខ្ញុំបានទេទោះបីជាខ្ញុំរត់ទៅដល់ណាក៏ដោយក៏វាមានតែការជាប់គាំងដដែលហើយពេលដែលខ្ញុំបានទៅធ្វើការនៅក្នុងប្រទេសថៃបងប្អូនដឹងមិនទេទៅធ្វើបានទៅហើយតែធ្វើការមិនកើតទៀតបាទនៅក្នុងរោងចក្រនោះគឺត្រជាក់បាទត្រជាក់មែនតើព្រោះយើងគេឲ្យយើងចូលទៅធ្វើការនៅក្នុងតំបន់ត្រជាក់អញ្ចឹងវាបបាក់ក្នុងការរស់នៅអញ្ចឹងក៏យើងត្រឡប់មកវិញសុំគេដកប៉ាសពតយកមកស្រុកកំណើតវិញដើម្បីគិតថារកការងារធ្វើបាទនៅពេលដែលខ្ញុំបានមកដល់ប្រទេសថៃមកដល់ខ្មែរវិញមកពីថៃមកដល់ខ្មែរពួកយើងក៏បានទទួលការបានការណែនាំទៅជួបជាមួយនឹងលោកគ្រូសៀសផលជាដុកទ័របំណុលដែលគាត់គេប្រាប់ថាគាត់នឹងមានបច្ចេកទេសមានក្បួនក្នុងការជួយដោះស្រាយបញ្ហាបំណុលអញ្ចឹងហើយខ្ញុំក៏បានសម្រេចចិត្តទៅជួបជាមួយលោកគ្រូទាំងពីរអ្នកប្តីប្រពន្ធតែម្ដងបាទទាំងពីរអ្នកប្តីប្រពន្ធដើម្បីធ្វើការសុំការចង្អុលបង្ហាញនៅពេលដែលខ្ញុំបានទៅជួបមួយគាត់ខ្ញុំបានបកស្រាយពីរឿងរ៉ាវរបស់ខ្ញុំពីការប្រកបមុខរបររបស់ខ្ញុំពីការជាប់បំណុលរបស់ខ្ញុំពីបញ្ហាដែលខ្ញុំប្រឈមជាពិសេសខ្ញុំចាំមិនភ្លេចទេគឺរឿងធនាគាររឿងឯកជនដែលគេប្តឹងហើយនឹងការងារការឋានមកចំនួនដែលខ្ញុំស្ទះអត់មានជាងដាក់ធ្វើត្រូវគេផុសពេញបណ្ដាញសង្គម Facebook បាទអញ្ចឹងធ្វើឲ្យខ្ញុំបានការណែនាំពីគាត់ពេលដែលខ្ញុំប្រាប់គាត់ទៅគាត់បានប្រាប់ពីដំណោះស្រាយមកខ្ញុំហើយខ្ញុំទៅអនុវត្តភ្លាមធ្វើឲ្យខ្ញុំចាក់ចេញពីបញ្ហាបាន1ខែគត់
បាទដោះស្រាយបញ្ហាបំណុលបាន$40000នេះគឺជាបទពិសោធន៍របស់ខ្ញុំបន្ទាប់មកទៀតខ្ញុំក៏បានចងក្រងបទពិសោធន៍ទាំងមូលធ្វើវាជីវៈសិក្សាធ្វើជាសៀវភៅអាចកំបាំងនៃការចាក់ចេញពីបំណុលដែលមានបងប្អូនជាច្រើនធ្វើការគ្រប់គ្រងហើយយកលទ្ធផលយកបទពិសោធន៍របស់ខ្ញុំយកទៅធ្វើឃើញថាបានលទ្ធផលហើយខ្ញុំក៏មានការចែកចាយទៅដល់បងប្អូននៅក្នុងក្រុម Telegram ដែរបើសិនជាបងប្អូនឃើញក្រុម Telegram បងចុចតាម link ហ្នឹងទៅបងប្អូនអាចចូលទៅស្ដាប់ការបកស្រាយរបស់បងប្អូនយើងដែលគាត់មកជួបមួយខ្ញុំមកសិក្សាមួយខ្ញុំហើយបានលទ្ធផលបាទអញ្ចឹងត្រឡប់មកប្រធានបទរបស់យើងវិញបងប្អូននេះគឺជាសាច់រឿងរបស់ខ្ញុំប៉ុន្តែឥឡូវយើងត្រឡប់មកប្រធានបទដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនិយាយអំពីរឿងអត់មានលុយធ្វើអាជីវកម្មគាំងអាជីវកម្មខ្វះដើមទុនបាទកុំគិតឲ្យសោះឬកុំធ្វើឲ្យសោះអារឿងឲ្យឪពុកម្ដាយខ្ចីឲ្យលុយនេះខ្ចីលុយឲ្យថែមនេះបាទពីព្រោះវាជាបន្ទុកខ្ញុំធ្លាប់ធ្វើហើយខ្ញុំចាំមិនភ្លេចទេនៅឆ្នាំ2017បាទខ្ញុំអត់មានលុយបើកឲ្យបុគ្គលិកការឋានខ្ញុំធ្លាប់ធ្វើខុនដូបាទខ្ញុំមកខុនដូប៉ុន្តែបងប្អូននិយាយឲ្យត្រង់ចំណុចនេះទៅបងប្អូនកុំឃើញអ្នកធ្វើការងារធំអ្នកធ្វើការងារការឋានធំមកពេលខ្លះដាច់បាយទេដូចខ្ញុំអញ្ចឹងអត់មានលុយចាយទេអត់ហ៊ានទៅការឋានទៀតបងប្អូនទៅខ្លាចកូនចៅខ្ចីលុយបាទពីព្រោះយើងវាអត់មានលុយព្រោះបងប្អូននឹងស្រាប់ហើយតែពេលយើងជាអ្នកម៉ៅការយើងជាអ្នករស់ស៊ីគេហៅថាម៉េចគេហៅថាមេគេហៅថាថៅកែគេហៅថាមេអញ្ចឹងពាក្យថាមេមួយមុខទៅជួបកូនចៅកន្លែងណាគឺគេខ្ចីលុយពេលហ្នឹងហើយបាទអញ្ចឹងមេខ្លះមេដូចពួកខ្ញុំគឺមេដាច់បាយបាទអត់ហ៊ានចូលការឋានក៏មានដែរបាទនេះគឺជាបទពិសោធន៍ខ្ញុំនិយាយអត់មានអ៊ីនខ្មាស់អីទេពីព្រោះវាជារឿងពិតរបស់ខ្ញុំបាទអញ្ចឹងនៅពេលដែលខ្ញុំគាំងខ្លាំងមែនតើខ្ញុំបានតាក់ទងទៅម្ដាយរបស់ខ្ញុំដើម្បីធ្វើការឲ្យគាត់ជួយសម្របសម្រួលបាទខ្ញុំប្រាប់ថាម៉ាខ្ញុំគាំងខ្ញុំត្រូវការបើកលុយឲ្យគេនៅថ្ងៃចូលឆ្នាំឬក៏បិណ្ឌភ្ជុំនោះបាទប៉ុន្តែយើងអត់មានលុយបើកហើយអ្នកមកធ្វើការមួយយើងគឺគាត់ត្រូវការលុយគាត់អត់មានត្រូវការហេតុផលអីផ្ដេសផ្ដាស់ទេពីព្រោះគាត់ក៏មានបន្ទុកនៃការងារតម្រូវការរបស់គាត់ដែរអញ្ចឹងខ្ញុំក៏បានបង្កើតសម្ពាធនឹងទៅឲ្យឪពុករបស់ខ្ញុំម្ដាយរបស់ខ្ញុំគាត់ក៏ទៅខ្ចីបំណុលគេបំណុលការប្រាក់ឯកជនយកមកជួយខ្ញុំបាទពេលនោះខ្ញុំពិតជាសប្បាយចិត្តរីករាយណាស់បាទនៅពេលដែលឪពុកម្ដាយបានជួយជាលុយជាកាក់តាមរយៈនៃការខ្ចីគេឲ្យប៉ុន្តែខ្ញុំភ្លេចគិតថាអ្វីដែលខ្ញុំធ្វើវាកំពុងតែជីករណ្ដៅកប់ខ្លួនឯងបាទមិនត្រឹមតែខ្លួនឯងទេទាញឪពុកម្ដាយចូលមកទៀតបើសិនជាយើងឲ្យឪពុកម្ដាយយើងខ្ចីលុយឲ្យអាហ្នឹងវាគាត់យើងសន្យាមួយម៉ែថាចេះម៉ែអើយជួយឲ្យខ្ញុំខ្ចីរកលុយគេខ្ញុំមកតែខ្ញុំអ្នកបងកាយអ្នកអីចឹងណាយូរទៅលេចយើងលែងហ៊ានចង់ទៅស្រុកទៀតខ្មាស់គេមុខមាត់ម៉ែថាចេះឲ្យកូនខ្ញុំមួយនេះខ្ចីទៅយូរទៅអត់ហ៊ានទៅស្រុកទេពេលដែលយើងយឺតការប្រាក់យើងមានបន្ទុកនៅស្រុកមួយទៀតបាទអាហ្នឹងវាជាសម្ពាធមួយច្រើនណាស់បាទទៅឡើងទៅយើងមានអារម្មណ៍ថាបាក់ទឹកចិត្តបាទអញ្ចឹងនេះគឺជាចំណុចមួយដែលជាបទពិសោធន៍របស់ខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាបើសិនជាបងប្អូនឈឺអីបងប្អូនព្យាបាលហ្នឹងទៅបើបងប្អូនមានបញ្ហានៅក្នុងការងារការឋានបងប្អូនត្រូវដោះស្រាយនៅក្នុងការងារការឋានទៅបើបងប្អូនមានបញ្ហាធនាគារបងប្អូនមិនបាច់ចាំទៅខ្ចីឯកជនបង់ធនាគារទេបាទបើបងប្អូនឈឺកាពះបងប្អូនទៅរកថ្នាំកាពះលេបទៅបើបងប្អូនឈឺគ្រុនពោះវៀនបងប្អូនទៅរកថ្នាំគ្រុនពោះវៀនលេបទៅបើបងប្អូនមានបញ្ហាបំណុលបងប្អូនទៅរកដុកទ័របំណុលដើម្បីជួយខៅព្យាបាលបាទនេះវាជារឿងសាមញ្ញព្រោះខ្ញុំក៏ធ្វើអញ្ចឹងដែរបានលទ្ធផលបាទអូខេបងប្អូនអញ្ចឹងបើសិនជាបងប្អូនណាដែលចង់ជួបខ្ញុំបាទចង់ពិភាក្សាមួយខ្ញុំបងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ096 63008 គត់លេខរបស់ខ្ញុំផ្ទាល់បាទអញ្ចឹងសូមអរគុណសូមជម្រាបលាបងប្អូនប៉ុណ្ណេះហើយសូមកុំអស់សង្ឃឹមរឿងបំណុលគឺយើងមានដំណោះស្រាយបាទ